សូមជម្រាបសួរលោកតាលោកយាយអ៊ំពូមីងបងប្អូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាសុខសប្បាយជាទេចានៅថ្ងៃនេះនាងខ្ញុំឆ្លៀតឱកាសចង់មានទីបន្ទាល់ផ្នែកមួយដើម្បីលើកទឹកចិត្តដល់កូនជាពិសេសកូនចំនួនក្រោយនៅពេលដែលជាពិសេសកូនដែលរៀនថ្នាក់ទី12ហើយត្រូវកន្លងឆ្នាំនេះរួមទាំងកូនខ្ញុំដែរតកតងអំពីផែនការអំពីអនាគតរបស់យើងចេះយើងដឹងថាសម្រាប់យើងដែរជាគ្រីស្ទបរិស័ទអនាគតរបស់យើងនៅក្នុងគណៈបព្វរបស់ព្រះអង្គហើយខ្ញុំចង់ចែកចាយបន្តិចអំពីបទពិសោធន៍កាលពីខ្ញុំចប់ថ្នាក់ទី12ចាពេលដែលខ្ញុំប្រឡងជាប់ថ្នាក់ទី12ហើយនៅពេលដែលខ្ញុំចាប់ដើមស្វែងរកការងារធ្វើហើយការងារដំបូងដែលខ្ញុំបានទទួលនោះគឺខ្ញុំបានធ្វើការជាមួយនឹងបេសកជនដែលជាមិត្តសម្លាញ់របស់ជីដូនខ្ញុំតាំងពីមុនចំនួនប៉ុលពតដែលគាត់មកធ្វើពន្ធកិច្ចនៅស្រុកខ្មែរហើយតាមរយៈបទពិសោធន៍ដែលខ្ញុំធ្វើការជាមួយគាត់ជាច្រើនឆ្នាំខ្ញុំហ៊ាននិយាយថាអ្នកណាដែលអាចធ្វើការជាមួយគាត់បានអាចធ្វើការជាមួយនឹងមេផ្សេងៗទៀតបានដោយមិនបានហើយខ្ញុំអរគុណព្រះអង្គមែនទែននៅពេលដែលខ្ញុំចប់ថ្នាក់ទី12នោះគឺខ្ញុំជួបមេដែលច្បាស់លាស់តឹងរឹងហើយបើភាសាខ្មែរយើងភាគច្រើនគេថាគាត់ការចាហើយគាត់អត់ឲ្យយើងទនេទេធ្វើការមួយថ្ងៃ8ម៉ោងគឺធ្វើការរហូតអត់មានយើងអង្គុយទនេអង្គុយលេងឬក៏ចុចទូរស័ព្ទឬក៏ធ្វើផ្សេងអត់ទេម៉ោងការងារគឺធ្វើការតែម្ដងចាហើយកាលនោះបញ្ជាពីប្រាក់ខែវិញតិចមែនតើខ្ញុំធ្វើការជំនាន់នោះជំរាបតាមត្រង់ប្រាក់ខែ$40ហើយតែ40កាលនោះក៏ប្រហែលច្រើនដែរតែស្មើមួយកម្មកោរោងចក្រហ្នឹងកាលខ្ញុំធ្វើហ្នឹងហើយព្រោះជំនាន់នោះលុយយើង$1ដូចជាបាន3000ហើយសាំងកាលនោះគឺ1លីត្រ1500ឯងអញ្ចឹងគឺថោកជាងម្ដងចំមួយចាថោកជាងថ្ងៃនេះចំ1ភាគ3ចាតែអ្វីដែលសំខាន់ខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនជំនាន់ក្រោយដល់កូនខ្ញុំហៅកូនបានថ្នាក់ទី12សិស្សថ្នាក់ទី12ធ្វើកូនខ្ញុំបានទេចាអញ្ចឹងសូមឲ្យកូនអស់គ្នានៅពេលដែលមានឱកាសនៅក្នុងការរៀនសូមតស៊ូនៅក្នុងការរៀនហើយនៅពេលដែលមានឱកាសធ្វើការងារសូមតស៊ូនៅក្នុងការងារកុំមើលងាយការងារអីក៏ដោយកាលខ្ញុំទៅរៀនខ្ញុំធាក់កង់ទេរហូតដល់ថ្នាក់ទី12ក៏ខ្ញុំនៅតែធាក់កង់ទៅរៀនដែរហើយកង់មាន11ទេទៅរៀនថ្នាក់ទី12 2នាក់គឺបងស្រីខ្ញុំហើយខ្ញុំរៀនថ្នាក់ទី12ដូចគ្នាអញ្ចឹងចែកគ្នាជិះមានន័យថាបើព្រឹកឡើងខ្ញុំធាក់ទៅថ្ងៃត្រង់ឡើងគាត់រៀនថ្ងៃខ្ញុំរៀនព្រឹកអញ្ចឹងពេលដែលខ្ញុំជិះត្រឡប់មកផ្ទះវិញជួបបងស្រីកន្លែងណាគឺឲ្យកង់ទៅគាត់នៅកន្លែងហ្នឹងដើម្បីគាត់ជិះទៅរៀនខ្ញុំដើរត្រឡប់មកផ្ទះវិញហើយជំនាន់នោះរហូតដល់ខ្ញុំរៀនមហាវិទ្យាល័យហើយខ្ញុំចូលធ្វើការគឺកាលនោះខ្ញុំអរគុណព្រះអង្គមែនទែនអរគុណដល់ប៉ាខ្ញុំគាត់មានម៉ូតូមួយហើយខ្ញុំធ្វើការនៅទូកោកហើយចេញពីទូកោកខ្ញុំទៅភ្នំពេញថ្មីហើយផ្ទះខ្ញុំនៅបឹងកេងកងឆ្ងាយឪពុកក៏បានព្រមជិះកង់ហើយឲ្យកូនមកឲ្យម៉ូតូមកកូនដើម្បីជិះហើយនៅពេលនោះដែរខ្ញុំអរគុណព្រះអង្គសម្រាប់ក្តីស្រឡាញ់ពីឪពុកម្ដាយចំពោះខ្ញុំដែលថែរក្សាដល់ខ្ញុំណាស់ម្ដាយតែងតែងើបឡើងចម្អិនអាហារឲ្យខ្ញុំទៅធ្វើការហើយនៅពេលដែលចំណូលដែលខ្ញុំរកបានគឺខ្ញុំបានជួយដល់ក្រុមគ្រួសាររបស់ខ្ញុំដែរហើយគ្រប់ទាំងការងារទាំងអស់នៅពេលដែលខ្ញុំធ្វើការធ្វើបិទតែខ្ញុំធ្វើការឈ្មោះថាធ្វើការអង្គការមែនប៉ុន្តែមិនថាបោសជូតមិនថាលាងប្រគុណមិនថាលាងចានមិនថាលាងកែវឬក៏អ្វីក៏ដោយដែលយើងមានឱកាសនៅក្នុងការធ្វើគឺធ្វើទាំងអស់ហើយខ្ញុំចង់លើកទឹកចិត្តដល់កូនជំនាន់ក្រោយជាពិសេសនៅពេលដែលកូនជាប់បាក់ឌុបហើយកូនចាប់ដើមចូលរៀនមហាវិទ្យាល័យដែលកូនមានឱកាសចូលរៀនមហាវិទ្យាល័យហើយបើកូនមានឱកាសធ្វើការងារមិនថាកូនលក់កាហ្វេមិនថាកូនទៅចាក់សាំងឬក៏មិនថាកូនធ្វើការនៅរោងចក្រឬធ្វើការផ្នែកអីក៏ដោយកូនកុំមើលងាយការងារទាំងអស់នោះឲ្យសោះពីព្រោះអីនោះជាបទពិសោធន៍មួយសម្រាប់កូននៅក្នុងការដែលកូនទៅសម្រេចបំណងការងាររបស់កូននៅពេលអនាគតនៅពេលដែលកូនចូលធ្វើការសំណួរមួយដែលគេសួរមិនត្រឹមតែសញ្ញាបត្រដែលកូនមានទេតែគេសួរកូនមានបទពិសោធន៍ការងារអីឧទាហរណ៍ថាបើសិនណាជាកូនធ្វើត្រឹមតែជាអ្នកលក់កាហ្វេទេចឹងមានន័យថាកូនមានបទពិសោធន៍មួយគឺអាចទី1គឺឆុងកាហ្វេហើយបើយើងលក់កាហ្វេហើយទី2គឺមានបទពិសោធន៍នៅក្នុងការតំណែងមួយអតិថិជនហើយបែបបទពិសោធន៍មួយទៀតគឺយើងចេះគិតលុយដែរមែនទេចាអញ្ចឹងឧទាហរណ៍ថាយើងចាក់សាំងអញ្ចឹងកូនចេះហើយធ្វើការនៅក្នុងការដែលថាតំណែងជាមួយភ្ញៀវចេះគិតលុយណាចាចេះមើលលេខចេះអីទាំងអស់ហ្នឹងហើយចេះធ្វើការជាក្រុមទៀតហើយដែលទាំងអស់នោះសំខាន់ណាស់បទពិសោធន៍បន្តិចដែលយើងចេះទៅហ្នឹងគឺវាជួយដល់យើងនៅក្នុងការដែលយើងឧទាហរណ៍ថាអនាគតទៅខ្ញុំចង់ធ្វើគណនេយ្យនៅក្រុមហ៊ុននៅពេលដែលគេសួរបទពិសោធន៍ខ្ញុំធ្លាប់ធ្វើការជាអ្នកលក់កាហ្វេចឹងមិនថាបទពិសោធន៍មួយកន្លែងធ្លាប់ចេះគិតលុយពីមុនមកហើយកន្លែងធ្លាប់ចេះតំណែងមួយគេហើយនៅពេលដែលយើងរៀនចប់មហាវិទ្យាល័យហើយយើងខ្វះបទពិសោធន៍ការងារនោះជាការលំបាកនៅក្នុងការដែលរកការងារដូច្នេះហើយបានជាអ្នកគ្រូតែងតែលើកទឹកចិត្តថា
នៅពេលដែលកូនចប់វិទ្យាល័យហើយកូនចាប់ដើមទៅរៀនមហាវិទ្យាល័យកូនឆ្លៀតឱកាសនឹងរកការងារហើយអ្នកគ្រូនិយាយការងារដែលយើងធ្វើបើសម្រាប់អ្នកគ្រូផ្ទាល់វិញអ្នកគ្រូធ្វើការតាំងពីការងារស្ម័គ្រចិត្តហើយស្ម័គ្រចិត្តគឺអត់មានបានលុយទេការងារស្ម័គ្រចិត្តកូនត្រូវចាំមានន័យថាចំណាយកម្លាំងកាយចិត្តពេលវេលារបស់យើងជួយដែលអត់មានរំពឹងចង់បានអ្វីពីគេទេហើយហេតុអីបានជាយើងទៅធ្វើការងារស្ម័គ្រចិត្តគឺដើម្បីយកបទពិសោធន៍ទាំងអស់នោះសម្រាប់ខ្លួនយើងដើម្បីពេលអនាគតរបស់យើងមានបទពិសោធន៍នេះស្រាប់អញ្ចឹងនៅពេលដែលយើងរៀនចប់ហើយយើងអត់មានបទពិសោធន៍នោះពិបាកនៅក្នុងការរកការងារធ្វើអញ្ចឹងគ្រប់ទាំងបទពិសោធន៍ទាំងអស់ការងារទាំងអស់គឺចាប់ដើមពីទូចដែលព្រះអង្គមានបន្ទូលថាអ្នកណាដែលទទួលខុសត្រូវការងារទូចនោះអ្នកនោះក៏ទទួលខុសត្រូវការងារធំដែរហើយអ្នកណាដែលមើងងាយការងារទូចអ្នកនោះក៏មើងងាយការងារធំដែរដូច្នេះសូមឲ្យកូនទាំងអស់គ្នាកុំមើងងាយកិច្ចការងារដែលតូចៗនោះឡើយមានឱកាសនៅក្នុងការធ្វើអ្នកគ្រូធ្លាប់ទៅជួបបងអូនស្រីដែលគាត់ធ្វើការនៅហាងនំមួយដែលអ្នកគ្រូអាសាទៅទិញហើយថ្ងៃមួយក៏បានសួរគាត់ថាអូនធ្វើការនៅនឹងយូរហើយអូនចេះធ្វើនំនឹងអត់គាត់ថាអត់ចេះផងហើយអ្នកគ្រូក៏សួរគាត់ទៀតថាចុះអូនឃើញគេធ្វើអីហ៎ថ្ងៃហ្នឹងឃើញតាបងតែមិនដឹងរៀនយកធ្វើអីផងហើយអ្នកគ្រូក៏លន់មកថាំងអូនបើអូនចេះធ្វើអនាគតទៅមានគ្រួសារធ្វើឲ្យទៅប្តីឲ្យទៅកូនយើងញ៉ាំក៏ល្អដែរចាដូច្នេះគាត់ជាគំនិតទូចមួយដែលអ្នកគ្រូចង់លើកទឹកចិត្តដល់កូនទាំងអស់គ្នាកុំប្រមាថទៅលើការងារតូចមានឱកាសនៅក្នុងការដែលរៀនមានឱកាសនៅក្នុងការដែលធ្វើសូមឆ្លៀតពេលរៀនឆ្លៀតពេលធ្វើដោយការទទួលខុសត្រូវខ្ពស់យើងឃើញថាព្រះអង្គដែលបង្កើតយើងម្នាក់មកល្អអស្ចារ្យណាស់យើងជាមនុស្សដែលមានដៃពីរជើងពីរដូចគ្នាចាមុខមួយមានត្រចៀកពីរមានច្រមុះមួយមានមាត់មួយភ្នែកពីរប៉ុន្តែអត់មានអ្នកណាគេមួយដែលមាន DNA ដែលថាមានដូចគ្នាគឺអត់ទេចាគឺព្រះអង្គបានបង្កើមកម្នាក់ដែលថាមាន unique មានភាពលក្ខណៈឯករៀងខ្លួនដូច្នេះសូមកូនទាំងអស់គ្នាចានៅក្នុងឆ្នាំនេះនឹងមានអ្នកដែលត្រូវប្រឡងទី12ចុងឆ្នាំនេះដែរហើយនៅពេលដែលចប់ហើយមិនថាអ្នកដែលកំពុងតែរៀនមហាវិទ្យាល័យនៅពេលនេះទេសូមឆ្លៀតឱកាសសូមស្វែងរកបទពិសោធន៍ការងារបដាដើម្បីឲ្យពេលដែលយើងរៀនចប់ទៅយើងងាយនឹងស្វែងរកការងារទៅតាមជំនាញរបស់យើងហើយយើងដឹងថាអនាគតរបស់យើងនៅក្នុងព្រះអង្គអញ្ចឹងប្រហែលជាការរៀនមានជំនាញមួយប៉ុន្តែដល់ពេលចេញធ្វើការព្រះអង្គប្រើឲ្យធ្វើនៅការងារផ្សេងទៀតទៅតាមប្រហាតីព្រះអង្គអញ្ចឹងសូមអធិដ្ឋានស្វែងរកបំណងប្រហាតីព្រះអង្គហើយស្ដាប់ព្រះសូរសៀងព្រះអង្គនឹងឆ្លើយតបមិនខានសូមព្រះអង្គប្រទានពរសូមអរគុណ